ជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ទីក្រុងសាពូរ៉ូបេះដូងនៃកោះហុកកៃដូប្រទេសជប៉ុនចុះពីលើយន្តហោះមកគឺថាជាប់នៅពលានរហូតដល់3ម៉ោងដោយសារតែមនុស្សច្រើនពេកហើយ snow ធ្លាក់ខ្លាំងធ្វើឲ្យខូចផ្លូវរថភ្លើងក៏ដំណើរការហើយតាក់ស៊ីក៏យើងអាចបុកបានដែរអញ្ចឹងយើងត្រូវចាំជាមួយគេនៅក្នុងពលានហ្នឹងឯងតែចៃដន្យអីយើងចុច Uber លេងទៅហើយមាន taxi មួយគាត់ទទួលអញ្ចឹងយើងក៏មានសំណាងមែនតើគេជាប់គ្រប់គ្នានៅពលានតែយើងបានជិះទៅសន្តាគារតម្លៃ taxi ពីពលានទៅសន្តាគារហ្នឹងក៏ថ្លៃគួរសមដែរប៉ុន្តែធ្វើមិនបើយើងអាចចាំនៅពលានមួយគេបានទេអញ្ចឹងយើងត្រូវតែជិះទៅហើយវីដេអូនេះខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនអំពីរបៀបមកលេងសាពូរ៉ូហើយយើងគួរតែត្រៀមអីគេខ្លះមុននឹងមកលេងការទៅលេងសាពូរ៉ូនៅរដូវត្រជាក់ខ្លាំងយើងត្រូវតែរៀបចំខ្លួនឲ្យបានល្អព្រោះសីតុណ្ហភាពអាចធ្លាក់ចុះពី0ទៅដល់10អង្សាសេឬក៏លើសពីនេះជាដំបូងនឹងគឺថាយើងត្រូវតែមានអាវរងាអ្នកនរគ្នាអាវរងាគឺសំខាន់មែនតើសម្រាប់ការទៅលេងសាពូរ៉ូអ្វីដែលសំខាន់មួយទៀតហ្នឹងគឺយើងត្រូវការអាវយឺតដៃវែងនិងខោជាប្រភេទ Heattech អ្នកនរគ្នាអាចរកទិញបាននៅ Uniloវាជួយរក្សាកម្ដៅរាងកាយរបស់យើងបានយ៉ាងល្អចំណុចសំខាន់មួយទៀតហ្នឹងគឺយើងក៏ត្រូវតែត្រៀមស្រោមដៃមួកហើយនិងស្បែកជើងគឺត្រូវតែជាប្រភេទដែលអាចការពារភាពត្រជាក់បានហើយមួកដែលយើងពាក់ក៏ត្រូវតែជាមួកដែលអាចការពារភាពត្រជាក់ក៏ដូចជាបិទបាំងត្រចៀកយើងបានហើយកុំភ្លេចដូរលុយជប៉ុនកន្លែងណាដែលមានរ៉េតល្អផងឥឡូវយើងមកនិយាយអំពីហេតុផលហេតុអ្វីបានជាគេចូលចិត្តមកលេងទីក្រុងសាពូរ៉ូម្ល៉េះហើយនេះគឺជាហេតុផលទាំង5ទី1ហ្នឹងគឺថាពិធីបុណ្យកម្រិតពិភពលោកដែលគេហៅថា Sapporo Snow Festival គឺជាចំណុចតាក់ទាញនៅរដូវរងានៅខែកុម្ភៈអ្នកទេសចរមកពីជុំវិញពិភពលោកគឺមកទស្សនារូបភាពចម្លាក់ទឹកកកផ្សេងនិងធ្វើសកម្មភាពលេងកម្សាន្តនៅលើព្រិលដ៏អស្ចារ្យកណ្ដាលទីក្រុងនេះហើយគេហៅវាថាពិធីបុណ្យព្រិលហើយចំណុចទី2នេះគឺថាអាហារ Sapporo ល្បីខ្លាំងណាស់រឿងម្ហូបអាហារស្រស់និងរសជាតិឆ្ងាញ់ប្លែកពីតំបន់ផ្សេងៗដោយសារតែ Sapporo នៅជិតសមុទ្រចឹងគ្រឿងសមុទ្រនៅទីនេះគឺពិសេសខ្លាំងមែនទែនក្តាមយក្សនិងបង្កងគឺថាស្រស់ខ្លាំងហើយសម្រាប់អ្នកដែលចូលចិត្តរ៉ាមែននេះគឺជាប្រភពដើមនៃរ៉ាមែនរសជាតិមីសូដែលផ្ដល់ភាពកក់ក្ដៅបំផុតសម្រាប់អាកាសធាតុត្រជាក់ស៊ុបការីគឺជាស៊ុបដែលមានបន្លែស្រស់ៗជាច្រើនជាម្ហូបប្រចាំតំបន់ដែលយើងមិនគួររំលងចំណុចសំខាន់ទី3ហ្នឹងគឺអាកាសធាតុអំណោយផលរដូវរងាមានព្រិលធ្លាក់ច្រើនទន់ហើយល្អបំផុតសម្រាប់អ្នកចូលចិត្តលេងស្គីឬលេងក្ដារបន្ទះបើរដូវក្ដៅវិញខណៈដែលទីក្រុងតូក្យូអូសាកាមានកម្ដៅខ្លាំងនិងហប់សាពូរ៉ូបែរជាមានអាកាសធាតុត្រជាក់ស្រួលនិងខ្យល់បរិសុទ្ធដែលស័ក្តិសមសម្រាប់អ្នកចង់គេចពីកម្ដៅចំណុចពិសេសទី4គឺប្លង់ទីក្រុងងាយស្រួលដើរទីក្រុងសាពូរ៉ូត្រូវបានគេរៀបចំជា grid system ដូចជាកន្លែងអុកដែលធ្វើឲ្យវាងាយស្រួលក្នុងការធ្វើដំណើរមិនងាយវង្វេងលើសពីនេះវាមាន underground walkway ផ្លូវដើរក្រោមដីដ៏ធំទូលាយដែលអនុញ្ញាតឲ្យអ្នកដើរទិញអីវ៉ាន់ដោយមិនចាំបាច់បារម្ភពីភ្លៀងឬព្រិលធ្លាក់ឡើយចំណុចទី5ហ្នឹងគឺទីតាំងទេសចរណ៍ប្លែកៗរោងចក្រនំស្គីដ៏ល្បីដែលមានរូបរាងដូចជាប្រាសាទក្នុងរឿងនិទានអឺរ៉ុប Sapporo Beer Museum សម្រាប់អ្នកចង់ដឹងពីប្រវត្តិនៃស្រាបៀរជប៉ុនដំបូងគេ Susukino គឺជាតំបន់ទស្សនានាពេលរាត្រីដ៏រស់រវើកនិងមានពន្លឺភ្លើងដ៏ស្រស់ស្អាតហើយពុកម៉ែបងប្អូនចង់មកលេង Sapporo អត់កុំភ្លេច comment ខាងក្រោមវីដេអូផងឲ្យខ្ញុំបានហើយសង្ឃឹមថាថ្ងៃណាមួយពួកយើងនឹងអាចធ្វើដំណើរកម្សាន្តជាមួយគ្នានៅពេលខាងមុខឆាប់ហើយវីដេអូនេះឧបត្ថម្ភដោយ Lanyas Cambodia ជា producer ជា songwriter ជា content creator ប្រកាសណាតន្ត្រីគឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ Love me kiss me ហើយបីបងធ្វើបែបនេះ I gotta trust nobody ដូច្នេះហើយខ្ញុំត្រូវតែជ្រើសរើសកាសដែលមានគុណភាពល្អអាចធ្វើឲ្យខ្ញុំស្ដាប់ចម្រៀងបានច្រើនម៉ោងហើយមិនធ្វើឲ្យឈឺក្បាលនិងឈឺត្រចៀកហើយខ្ញុំសូមណែនាំពុកម៉ែបងប្អូនកាសក្តារត្រចៀកមួយប្រភេទដែលមានឈ្មោះថា Lanyas LH28ANC ការនេះមកជាមួយនឹង app សម្រួលតន្ត្រីបន្ថែមសំឡេងពីរោះកាន់ថ្មបានយូរជាប់មកជាមួយនឹងបច្ចេកវិទ្យា Hybrid ANC Active Noise Cancellation ជាបច្ចេកវិទ្យាដែលប្រើប្រាស់ microphone ពីរប្រភេទដើម្បីកាត់បន្ថយសំឡេងរំខានពីបរិយាកាសសមស្របសម្រាប់ការប្រើប្រាស់យូរកាសអាចបត់បានសមស្របយកទៅកាន់កន្លែងផ្សេងស្បែកទន់ស្រាលអាចដកបានពាក់បានស្រួលដោយមិនច្បត់ត្រចៀកអាចរកទិញបាននៅតាមតំណាងចែកចាយរបស់ Lanyas ទាំង25ខេត្តក្រុងនិង Page Lanyas Cambodia